ដើម្បីឲ្យបានដំណាភាពសុក្រិតភាពនិងយុត្តិធម៌គណៈកម្មាធិការជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបម្រើកងយុទ្ធពលខេមរៈភូមិន្ទបំពេញក្របខ័ណ្ឌឲ្យកងទ័ពជើងគោកសម្រាប់បន្តនីតិវិធីចុងក្រោយគឺនីតិវិធីចាប់សន្លឹកឆ្នោតយោងតាមសេចក្តីជំនុំរបស់គណៈកម្មាធិការជ្រើសរើសយុវជនស្ម័គ្រចិត្តបំពេញក្របខ័ណ្ឌកងទ័ពជើងគោកចេញនៅថ្ងៃទី5 ខែឧសភាឆ្នាំ2025ឲ្យបានដឹងថាសេចក្តីសម្រេចលេខ011សសរ2025ចុះថ្ងៃទី19 ខែកុម្ភៈឆ្នាំ2025របស់បញ្ជាការដ្ឋានកងទ័ពជើងគោកស្មារតីអង្គប្រជុំថ្ងៃទី3 ខែឧសភាឆ្នាំ2025នៅបញ្ជាការដ្ឋានកងទ័ពជើងគោកគណៈកម្មាធិការជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបម្រើកងយុទ្ធពលខេមរៈភូមិន្ទបំពេញក្របខ័ណ្ឌឲ្យកងទ័ពជើងគោកសូមជម្រាបជូនដំណឹងដល់បេក្ខជនជាប់បឋមដូចមានក្នុងបញ្ជីរាយនាមបានបិទប្រកាសតាមបណ្ដាទីតាំងជ្រើសរើសជ្រាបថាដើម្បីឲ្យបានដំណាភាពសុក្រិតភាពនិងយុត្តិធម៌គណៈកម្មាធិការជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបម្រើកងយុទ្ធពលខេមរៈភូមិន្ទបំពេញក្របខ័ណ្ឌឲ្យកងទ័ពជើងគោកបានសម្រេចបន្តនីតិវិធីចុងក្រោយគឺនីតិវិធីចាប់សន្លឹកឆ្នោតដោយសន្លឹកឆ្នោតមាន3ប្រភេទសន្លឹកឆ្នោតជាប់ជាស្ថាពរសន្លឹកឆ្នោតជាប់បំរុងត្រៀមសម្រាប់ការបំពេញជួសករណីមានពលទាហានរត់ចោលជួរអំឡុងពេលវឹកវើឬជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនពេលពិនិត្យសន្លឹកឆ្នោតមិនបានការបេក្ខជនដែលទទួលបានលទ្ធផលជាប់បឋមដូចមានក្នុងបញ្ជីរាយនាមដែលបានបិទប្រកាសផ្សព្វផ្សាយត្រូវអញ្ជើញមកប្រមូលផ្ដុំដើម្បីអនុវត្តនីតិវិធីចាប់សន្លឹកឆ្នោតនៅថ្ងៃទី9 ខែឧសភាឆ្នាំ2025វេលាម៉ោង6ព្រឹកនៅទីតាំងអនុវត្តនីតិវិធីចាប់សន្លឹកឆ្នោតតំបន់ប្រតិបត្តិការសឹករងដោយបេក្ខជនត្រូវភ្ជាប់មកជាមួយនៅអត្តសញ្ញាណប័ណ្ណឬសាលាកបាត់បើមានមិនអនុញ្ញាតឲ្យយកមកជាមួយនៅទូរស័ព្ទនិងកាមេរ៉ាថតផ្សេងចូលក្នុងបរិវេណទីតាំងចាប់ឆ្នោតមានវត្តមានតែបេក្ខជនម្នាក់គត់មិនអនុញ្ញាតឲ្យនាំមិត្តភ័ក្តិអាណាព្យាបាលឬសាច់ញាតិចូលក្នុងបន្ទាយទីតាំងអនុវត្តនីតិវិធីនៃការចាប់សន្លឹកឆ្នោតអនុវត្តតាមសេចក្តីណែនាំលេខ004សនន2025ចុះថ្ងៃទី24 ខែមេសាឆ្នាំ2025បេក្ខជនត្រូវរក្សាភាពស្ងៀមស្ងាត់និងអនុវត្តតាមការណែនាំបើបេក្ខជនណាម្នាក់ឬជនណាបង្កភាពអសន្តិសុខក្រុមការងារនឹងបណ្តេញចេញករណីធ្ងន់ធ្ងរត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ទីតាំងចាប់ឆ្នោតត្រូវបានការពារដោយកម្លាំងប្រតិបត្តិការសឹករងនិងសហការជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថបើបេក្ខជនដែលទទួលបានលទ្ធផលជាប់ជាស្ថាពរត្រូវប្រមូលផ្ដុំនៅទីតាំងចាប់សន្លឹកឆ្នោតឡើងរថយន្តចូលសាលាវឹកវើតាមផែននៃការកំណត់ថ្ងៃទី12 ខែឧសភាឆ្នាំ2025វេលាម៉ោង7ព្រឹកជាកំហិតសេចក្តីដូចបានជូនជាដំណឹងគណៈកម្មាធិការជ្រើសរើសយុវជនស្ម័គ្រចិត្តកងទ័ពជើងគោកសង្ឃឹមយ៉ាងមុតមាំថាបេក្ខជននឹងសហការអនុវត្តគាំទ្រដល់ដំណើរការនៃការអនុវត្តនីតិវិធីទទួលបានជោគជ័យនិងប្រសិទ្ធភាពនាងខ្ញុំអែលស្រីណុយពីកម្មវិធី TVFB ប៉ាដំណឹង